បុរសម្នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបងបន្ទាប់ពីរងបណ្ដឹងរបស់ប្អូនស្រីខ្លួនក្នុងករណីហិង្សាដោយចេតនានិងធ្វើឲ្យខូចខាតដោយចេតនាដែលបានប្រព្រឹត្តនៅចំណុចភូមិសុភីសង្កាត់កំពង់ស្វាយក្រុងស្រីសោភ័ណ្ឌខេត្តបន្ទាយមានជ័យយោងតាមរបាយការណ៍របស់មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថានៅថ្ងៃទី26ខែឧសភាឆ្នាំ2025កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ្ឌបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះលីស្រីមុំភេទស្រីអាយុ32ឆ្នាំជនជាតិខ្មែររស់នៅភូមិសុភីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យបានប្តឹងចោទប្រកាន់ទៅលើឈ្មោះលីលយភេទប្រុសអាយុ36ឆ្នាំត្រូវជាបងប្រុសបង្កើតរស់នៅជាមួយគ្នាស្ដីពីករណីហិង្សាដោយចេតនានិងធ្វើឲ្យខូចខាតដោយចេតនាក្រោយទទួលបណ្ដឹងខាងលើកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ្ឌបានចុះដល់ទីតាំងកើតហេតុខាងលើនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះលីលយរួមទាំងដកហូតវត្ថុតាំងដបងឈើមូលប្រវែងប្រហែល85សង់ទីម៉ែត្រនិងបានធ្វើតេស្តទឹកនោមមានសារធាតុញៀនវិជ្ជមានហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធីលោកវរៈស្នេហ៍ត្រីសុកលេងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឲ្យដឹងថាក្រោយខាត់ខ្លួននិងសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រើហិង្សាលើប្អូនស្រីខ្លួនឯងពិតប្រាកដមែនដោយសារខ្លួនខឹងនឹងប្អូនស្រីនិយាយរអ៊ូស្ដីឲ្យខ្លួនហើយខ្លួនទ្រាំពុំបានក៏បានយកចានបាយគប់ទៅលើប្អូនស្រីចំខ្នងនិងបានយកដំបងឈើវាយទៅលើស្មងជើងទៀតផងដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្ដែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក៏សាំងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធីលោកវរៈស្នេហ៍តូព្រំធេងប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឲ្យដឹងថាការបង្ក្រាបករណីក្លិននេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមស្នេហ៍ត្រីបោនប៊ីនមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមកើតវណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបងខេត្តផងដែរបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រំប្រទានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបងខេត្តហើយនៅព្រឹកថ្ងៃពុធទី28ខែឧសភាឆ្នាំ2025នេះដើម្បីអនុវត្តតាមនីតិវិធី